Ok rồiយើងចាប់ដើមនិយាយតាក់ទងទៅនឹង laptop តែយើងគួរទិញ laptop មួយនេះខូចពីយើងឆែកមើល store ហើយយើងមានដូចជា Best Buy Walmart ហើយនិង Apple Store ហើយផ្សេងៗទៀតយើងទៅទិញភាគច្រើនហាង official គេហ្មងគឺមើលតាម website ហើយយើងមើល Best Buy អ្វីដែលយើងគួរទិញអញ្ចឹងខូចពីឆែកមកបានតែគួរសមមានតែ2ទេនៅក្នុង Best Buy ទី Asus Vivo 16 inch ឬក៏14 inch ពីរនេះត្រូវឲ្យខុសគ្នាស្អី16 inch នេះ memory វាមកទេ1000G ហើយ14 inch នេះវា512ជិះខុសគ្នា100ដឺហើយចេះវាអេក្រង់ធំជាងហើយ memory ធំជាងដែរហើយយើងមកមើលរូបភាពវាតើវាស្អាតប៉ុណ្ណាអញ្ចឹងយើងមើលអានេះវា599ចឹងបើយើងចង់ទិញMicrosoft Word ទេយើងធ្វើ add 100ថែមតែគ្រាន់តែពួក Best Buy ពួក Amazon នេះហ្នឹងវាឆ្នាំចាស់2023 24ហ្នឹងទៅតែឆ្នាំចាស់ដូចជាមិនអីដែរព្រោះវាជាកុំព្យូទ័រថ្មីនៅរូបភាពរបស់វាក៏បាន180ដឺក្រេអូវាមានជ័រទៀតដើម្បីសម្រាប់មើល3ឆ្នាំក្នុងការប្រើវាមានអីស្អាតដែរហើយក៏មានមើល3 grade ទៀតការពារតាក់ទងក្តៅខ្លាំង professor វាដើរទម្ងន់របស់វាក៏គួរសមដែរអូខេវាស្អាតហើយយើងមើលនេះ610 inch 599មើល410 inch ម្ដងហើយ499តែ memory វាតិចជាងអេក្រង់តូចជាង memory វាតិចជាងទៀតអានេះប្រើ13 generation តែវា2023Microsoft Word ហ្នឹងនៅតែបងលុយដដែលទិញមកខ្លួនឯងទិញបានតែកុំព្យូទ័រទេរៀងវាអត់ខុសគ្នាទេអូខេក៏យើងមើល Best Buy ហើយយើងចូលមក Asus តើតើអេក្រង់បត់បានហ្នឹងវាថ្លៃហើយទិញហ្នឹងគឺឆ្នាំចាស់ទេនេះក្រុមហ៊ុនផ្ទាល់របស់ Asus តែម្ដងទៅពេលទិញយើងចុចទិញហ្នឹងមិនមែន shipping ចេញពីក្រុមហ៊ុនទេគឺតាម Amazon តាមអីវិញហើយបើយើងមើល Amazon ផ្ទាល់ហ្មងពីច្រើនឆ្នាំវាក៏ចាស់ដែរដូចអានេះហើយក៏វាថ្លៃដែរនេះ699 Vivo អានេះវាធំតែ5ទេមិនមែន7ទេ chip របស់វាវា chip 7វាដល់1000ជាងអូខេហើយយើងចូលមើលតែហើយនឹង HP អាហ្នឹងគឺជាអីដែលយើងចង់ទិញហើយយើងមើល599តាមមាននេះទី1អេក្រង់វា14 inch រឿងវាប៉ុណ្ណេះតែក៏ទៅវាជា Asus វាអាចតែនឹងខ្លះជាងបន្តិចគឺវាស្អាតជាង Asus អាចថាស្អាតជាងតែវាបោះវាបីថាវាធន់ដែររឿងមកវាអញ្ចឹងអត់សូវស្អាតតែក៏នេះបើយើងយក Core i5 អញ្ចឹងវាធម្មតា12ទេ generation 12វា2022តែបើ Core i7 វា2025គឺថ្មីទៅតែចេញហើយអានេះវាអេក្រង់វា Full HD បើយើងយក 2K ទៅ 800 ថែមហើយទម្ងន់របស់វាយើងមើលយ៉ាងនេះ 1.5 គីឡូហើយទៅ Microsoft Word ហ្នឹងគេ active យើងបាន30ថ្ងៃហើយមានការធានាទៅតងមួយឆ្នាំទៅតង hardware software អីចឹងនេះវា Core i7 ហើយចំណន់ទីចុងក្រោយគេចឹងនេះវាតម្លៃរបស់វា410 inch 599មើលយើងមើលតែមួយទៀតដែលមានអេក្រង់610 inch តែបត់បានចឹង
บอดบานនេះគឺវាស្អាតហើយតែវាមិនហ្នឹង899ចឹង899បើយើងមើលវា i7 2025ដូចគ្នាហើយmemory វាមកទេ 1000G អេក្រង់របស់វាដល់ទៅ 2K មិន Full HD ទេគឺ 2K 899ហើយតម្ងន់របស់វាប្រហែលដែរតម្ងន់របស់វា 2.18 ដោយសារតែអេក្រង់របស់វា610 inch វាធំដែរឥឡូវយើងមើលប៉ុណ្ណឹងយើងសាកទៅមើលខាងនេះ1400ជាងខុសគ្នាគេប្រភេទ Windows នេះ Windows 11 Home 11 Pro 11 Pro ជាទូទៅគេប្រើនៅក្នុងក្រុមហ៊ុន11 Home នេះយើងប្រើវាថាយើង study អីចឹងទៅចឹងវាមានខុសគ្នាទេគ្រាន់តែប៉ុណ្ណឹងខុសគ្នា1899នេះ1000ជាងហើយយើងមើលចុះបើវាបត់ដែរតែវា410 inch វិញតែវាតម្លៃវាខុសគ្នាមិនទេវាសើ410 inch នេះអានេះ610 inch អានេះ410 inch តម្លៃរបស់វាខុសគ្នាមិនដែរ410 inch នេះតែ499ទេតែវា Core i5 ហើយចំនួនទី13ទេហើយបើយើងមើល Core i7 ចំនួនទី15នេះ memory វា512ហើយធំតែ Full HD ទេហើយតែវាដល់1000ជាងតែក៏ពួកវាយើងមើលហើយវាថ្លៃដូចស្អីវាប្រើប្រភេទជា Windows 11 Pro មិន11 Home ទេចានេះវា11 Home វា499ហើយតែក៏វាប្រើ Core i5 ហើយវា Full HD មាន 2K ទេ499 Core i5 សួរតែប្រើបានហ្នឹងវាអត់អីទេតែគាត់ថាបើយើងចង់ប្រើ5ឆ្នាំក្រោយគួរតែយក i7 ទៅតែ499នេះទៅឲ្យវាធូរមែនតើមានអីប៉ុណ្ណេះស្អាតទេសួរប្រើបានមកចប់សកលវិទ្យាល័យហ្នឹង5ឆ្នាំហើយអាចដូរទៀតទៅតែបើថាយើងយក i7 នេះមានថាយើងចប់ហើយយើងអាចយកកុំព្យូទ័រមកប្រើរៀនធ្វើការគេបានទៀតតែវា13អានេះវា2025តែក៏វាមាន Windows 11 Pro ចង់វាធ្វើកុំព្យូទ័រវាថ្លៃតែនេះវាថ្លៃតែ499ទេហើយបើយើងនិយាយពី memory តែ512ទេហើយវា Full HD ARM អីវា2K ហើយវាមកទេ 1000G តម្ងន់មកវាមិនដែរតម្ងន់មកវា 1.7 Pro ដោយសារវាអេក្រង់វាតូចជាងធំតែ410 inch ទេហើយយើងមើលរៀងវាអត់ខុសគ្នាច្រើនទេដូចស្តៀងនោះដែរទេអូខេឥឡូវយើងមើល HP ម្ដង HP អានេះគឺថាច់បាន 2 in 1 នេះគឺថាច់បានបត់បានហើយតម្ងន់វា410 inch តែវា899អានេះស្រាប់តែយើងប្រើ Intel Core i3 ទៅបើយើងប្រើ7 2025នេះ15 U នេះយើងថែម$240ទៀតអញ្ចឹងវា899ទៀតហើយវាចូល1000ជាងហើយនៅ HP ហើយ memory វាយើង128ប្រើកាយយើងប្រើ512អញ្ចឹងបូក80ទៀតហើយខំរបស់វាធំតែ Full HD ទេមិន 2K ទេហើយមានធានាមានអីយើងចង់ add ថែម3ឆ្នាំទៀតក៏បានអត់អីទេហើយបើយើងចង់ទិញ Microsoft Word ហ្នឹងបុក100ថែមទៀតនេះជាជំរឿសចេញមកពីក្រុមហ៊ុនផ្ទាល់តែម្ដងអត់ដូច ASUS ទេតែ ASUS យើងអាចទិញបានឆ្នាំចាស់ហ្នឹងយើងមកទិញនៅ Best Buy មកអូខេហើយ499តែអានេះមិនបត់បានទេអានេះវាធំតែប្រឈមធម្មតាតែវាស្អាត ASUS អូខេក៏យើងមើល HP បត់អត់បាននេះបត់អត់បានទេតែអេក្រង់វា510ជា6 inch ចឹង memory ម៉ាស៊ីនវាកប់ហើយ7តែគាត់វាឆ្នាំចាស់ដដែលទេឆ្នាំថ្មីវាមានតែ file នេះ75អានេះ72 71 2021 75 2025យើងធ្វើថែមបុក222ទៀតតែក្បាល file ទេហើយ512ដូចគ្នា
ចឹងយើងធ្វើថែម memory យើងថែម$60ទៀតចឹងបើបូកទៅទៅវា500ជាងហើយអូខេចឹងស្រួលមកវិញមួយណាដែលយើងអាចថាគ្រាន់បើទី1 ASUS នេះវាអាចថាគ្រាន់បើ499តែបើយើងចង់បានថាច់បាន360 degree បានយកអានេះតែនេះវា499ដូចគ្នាតែ i5 នេះវាថោកតាមមករៀនចប់ឆ្នាំ5ឆ្នាំហ្នឹងវាចេញធ្វើការងារវាចាប់ដើមយឺតហើយតែបើថាយើងយកថែម100ទៀតយើងយក610អីយកនេះអញ្ចឹងវាអូខេអានេះ5ឆ្នាំទៅ7ឆ្នាំ8ឆ្នាំគឺនៅដើរអូខេដែរអេក្រង់វាច្បាស់ 2K ហើយ memory 1000G ទៀតចឹងនេះកប់មែនតើណានេះហើយ899អូខេមានតែប៉ុណ្្នឹង